Nàng mô tăng sang phiang kieng viên tao ăn riêng hăng tao sam bút hiang sang nàng mô tăng sang phiang kieng viên tao ăn riêng hăng tao sam bút hiang sang nàng mô tăng sang phiang kieng viên tao ăn riêng hăng tao sam bút hiang sang bút thiang thom mèng song khen sa năng kê cha minh chia bát thom chim bát cả na sô na ma sê caถวายมงคลชมพูคุณรัตนตรัยทั้งใบคือพุทธรัตนะมวยธรรมรัตนะมวยนั่งสองรัตนะมวยได้สิกได้กรุบเจตลากอดไกรในไกรแรงนมัสการพระเถรานุเถระกรุบพระองค์จิติกรุบสการะสิมรันโปญญโยมพุทธบริษัททั้งหลายจิติกรุบสลัญรบอ่านบรรทมปีนิเตยชิมบกรณาธรรมเพียบหนึ่งสมได้ยมปีอนุสยะเตียงปรมปีประกาได้จิกรีนตรามในขนมคณะสันดานในจัดระบบสัตว์อนุสยะเตียงปรมปีประกานี้คือเจียกิเลจิกรีนในตรามในขนมคณะสันดานระบบสัตว์โลกอนุสยะเตียงปรมปีประกาตีมวยคือการมาเรียกอนุสยะท่อมเจียจิกรีนในสมงอมดลาดในขนมคณะสันดานระบบบุกสัตว์คือการบริเกณฑ์นี้คือเจียจำนองขนมแกมได้สัตว์โลกดึงออกมันอายคือจะรู้จำปีจำนองในแกมดึงออกในลายให้ดึงได้บัญชีพระสัมมาสัมพุทธพระองค์ตรงสมได้ท่าการบริเกณฑ์นุสยะนี้เจียเครื่องได้ตรามในขนมสันดานโดยเฉพาะพระไอจำนองระบบสัตว์ได้เกิดมาในขนมลูกสัตว์ในเวียนนี้คือจองจวบตัวโดยการสลัญการจองบานการโจดจัดการบ่มปิ้งในบ่มนองตอนหาระบบล้วนโดยเกิดหาเวียซ้อมเวียตำนงเวียกูนำตัวบานเจียระบบได้คล้วนปิ้งเจ็ดเจียระบบได้คล้วนโจดจัดมันอาจอดบานคือตรกาเวียกรุปีกรุปิเลียมันอาจในแต่เองบานตัวแต่เมียนคเนียตัวแต่เมียนระบบนี้ระบบนุกดำใบจีกาสมอมเจ็ดถอยเจ็ดระบบล้วนนั้นมันหยบโยมันกระวอลกระวายเองจังเตอโดยเฉพาะการมาเรียกเกียนุสยะนี่คือเวทได้ตรามในขนมสันดานระบบสัตว์คือวิบาลได้ตรามในขนมสันดานระบบสัตว์นี่เจริญเจียจีอันไหนกับปากกานามอกเฮยมันอาจสัตว์นาดอกสลายมวยเพลทบานโนตีลูกตราแต่สัตว์ตึงอนนดาวในขนมเพลิงมวยดอกตรึเพลิงมวยดอกประปีตึกอายดอกในจิบนองตึงอนนิบานกิเลสได้จีเครื่องได้ตรามในขนมสันดานระบบสัตว์นี่สัตว์เกิดหมอกเฮยแต่งแต่เมียนกูระบบครูนได้เกิดแต่ครูนมันอาจอัดบานเมียนระบบได้ตรึประประเอาไว้ได้จีกูระบบสัตว์นกเมียนโดยเจียเมียนประเดี๋ยเมียนประปวนเมียนโกนคอมปรังโรซีบานตรอบบานสมบัติเมียนลุยเมียนลานเมียนเวลาเมียนมวยก็มันสกอบเมียนดับก็มันสกอลบานมวยหอยจังบานมวยตีดบานเตี้ยมวยกะไหลให้จังบานมวยกะไหลตีดบานใดมวยกะไหลให้จังบานมวยกะไหลตีดบานสะปนให้จังบานสะปนก
បានស័កតូចចង់បានស័កធំដូច្នេះចំណងរបស់សត្វគឺត្រូវការមិនចេះជាប់មិនចេះហើយរបស់ទាំងអស់នេះមិនមែនមានតែមួយដងមួយកាលនោះទេគឺវាដេកត្រាំនៅក្នុងសន្តានរបស់សត្វទាំងអស់ដូច្នេះដើម្បីដោះបាននៅចំណងទាំងអស់នេះបានលុះត្រាតែសត្វទាំងអស់នោះបានយល់ត្រូវគិតត្រូវត្រេះរិះត្រូវមានវិជ្ជាត្រូវការព្យាយាមត្រូវការចិញ្ចឹមជីវិតត្រូវមានសតិត្រូវតម្កល់ចិត្តដោយប្រពៃតម្កល់ចិត្តត្រូវទើបបានរួចផុតនៅកាមរាគានុសយៈនេះបានផ្លូវដែលសត្វទាំងអស់នេះដើរទៅបានលុះត្រាតែសត្វទាំងអស់នោះបានសិក្សារៀនសូត្រអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទើបបានអាចដោះរួចនៅកិលេសដែលជាគ្រឿងត្រាំនៅក្នុងសន្តានរបស់សត្វទាំងអស់នេះបាននឹងគឺកាមរាគានុសយៈចំណងក្នុងកាមកិលេសដែលត្រាំនៅក្នុងសន្តានទី2បដិឃានុសយៈបដិខៈគឺសេចក្តីថ្នាំងថ្នាក់សេចក្តីរង្គៀសចិត្តសត្វលោកដែលកើតមកហើយគឺតែងតែមានសេចក្តីថ្នាំងថ្នាក់និងការរង្គៀសចិត្តនឹងមានសឹងតែគ្រប់ពេលគ្រប់វេលាទាំងអស់គ្មានសត្វណាគ្មានបុគ្គលណាដែលថាមិនមានសេចក្តីថ្នាំងថ្នាក់មិនមានការរង្គៀសនៅក្នុងចិត្តនោះទេប្រព្រឹត្តអ្វីមួយធ្វើអ្វីមួយដែលมันបានសម្រេចដោយបំណងដែលខ្លួនចង់បានដែលខ្លួនចង់ធ្វើនោះទេបុគ្គលនោះឯងគឺតែងតែមានសេចក្តីថ្នាំងថ្នាក់តែងតែមានសេចក្តីអន់ចិត្តតែងតែមានសេចក្តីរង្គៀសនៅក្នុងចិត្តថាมันគួរណាឡើយអញធ្វើយ៉ាងនេះមិនបានធ្វើយ៉ាងនោះមិនបានធ្វើរបស់នេះមិនបានធ្វើរបស់នោះមិនបានអន់ចិត្តតូចចិត្តខំធ្វើធម៌អប់រំចិត្តរបស់ខ្លួនឲ្យចិត្តនឹងនៅនឹងឲ្យចិត្តនឹងស្ងប់បែរជាចិត្តនឹងមិននឹងចិត្តនឹងមិនស្ងប់នឹកឃើញនេះនឹកឃើញនោះមិនបានធម៌ដែលខ្លួនចង់បានមិនបានធម៌ដែលខ្លួនកំពុងតែប្រណិប័តមិនបានធម៌ដែលខ្លួនកំពុងតែធ្វើនឹងទេសត្វនោះឯងគឺមានសេចក្តីថ្នាំងថ្នាក់អន់ចិត្តសេចក្តីថ្នាំងថ្នាក់របស់សត្វលោកយើងនេះជាបំណែកមួយដែលមិនអាចបានសម្រេចនៅធម៌ធ្វើធម៌ចង់បានធម៌ចង់ឃើញធម៌ភ្លាមមិនអាចឃើញនៅធម៌ដោយការតាំងចិត្តតាមអារម្មណ៍មួយផ្លែតរបស់យើងនោះទេលុះត្រាតែមានហេតុមានបច្ច័យគ្រប់គ្រាន់ទើបបានឃើញធម៌ឃើញភាពពិតរបស់ជីវិតនៃសត្វលោកបានមិនមែនធ្វើភ្លាមឃើញភ្លាមទេដោយហេតុថាការសន្សំរបស់យើងមិនមែនតែមួយដងមួយកាលមិនមែនតែមួយផ្លែតវាមិនតាន់គ្រប់គ្រាន់ហេតុបច្ច័យមិនទាន់ដល់គឺមិនអាចឃើញបើយើងមានសេចក្តីថ្នាំងថ្នាក់ចំពោះការប្រព្រឹត្តប្រណិប័តរបស់យើងគិតថាមិនបានមិនសម្រេចទេនោះយើងបែរជាមិនធ្វើនោះគឺជាការខកខានមួយជាទង្វើមួយដែលសត្វគួរតែវាចាបុគ្គលគួរតែវាចាបើយើងមិនវាចានៅបដិខៈនឹងទេវាជាហេតុធ្វើឲ្យយើងសន្សំបដិខៈនឹងតទៅទៀតនេះគឺជាសេចក្តីថ្នាំងថ្នាក់និងសេចក្តីរង្គៀសនៅក្នុងចិត្តរបស់សត្វទី3គឺទិដ្ឋានុសយៈទិដ្ឋិគឺការយល់ខុសរបស់សត្វការយល់ខុសនោះយ៉ាងម៉េចការយល់ខុសថាការបន់ស្រន់ការបួងសួងការសុំអង្វរកររបស់ខ្លួនដើម្បីបានរបស់នេះដើម្បីបានរបស់នោះដើម្បីឲ្យអ្នកនេះមកជួយដើម្បីឲ្យអ្នកនោះមកជួយទើបខ្លួនអាចរួចផុតអំពីសេចក្តីទុក្ខនឹងបានទៅកើតនៅទីបរមសុខទៅកើតជាមួយនឹងព្រះទៅកើតជាមួយនឹងព្រហ្មទៅកើតជាមួយនឹងព្រះអិនដោយការបន់ដោយការបួងសួងយល់ខុសថាធម៌ដែលព្រះសម្មាសម្ពុទ្ធប្រងសម្ដែងអំពីអរិយសច្ចៈនេះជាទុក្ខពិតទុក្ខប្រកបបែរជាខ្លួនយល់ឃើញថាវាមិនមែនជាការទុក្ខពិតប្រកបនោះទេតបៈធម៌ដែលព្រះសម្មាសម្ពុទ្ធប្រងទ្រង់សម្ដែងថាការធ្វើទុក្ខបុកម្នេញការចងជើងចងដៃធ្វើបាបខ្លួននឹងដើម្បីបាននៅគុណធម៌ដ៏ពិសេសដើម្បីបានធម៌ដ៏ប្រពៃចងជើងឡើងលើចងដៃឡើងលើដាក់ជើងឡើងលើថាជាការធ្វើតបៈធម៌ដើម្បីបានទៅព្រះនិព្វាននេះជាការយកខុសផ្លូវខុសព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ប្រងទ្រង់ពន្យល់ដល់សត្វនិកអស់ហើយមិនឲ្យយើងប្រព្រឹត្តប្រណិប័តតាមមិនឲ្យយើងធ្វើ
ព្រោះប្រងប្រាប់ថាផ្លូវនឹងគឺជាផ្លូវឆ្ងាយផ្លូវវែងជាផ្លូវវាងមិនមែនជាផ្លូវត្រង់ផ្លូវដែលត្រង់ហ្នឹងគឺអរិយមគ្គដែលប្រកបដោយអង្គ8ហ្នឹងគឺជាផ្លូវដ៏ត្រង់ដើម្បីសាលោរួចកិលេសទៅដល់នៅទីបរមសុខគឺព្រះនិព្វានទី4គឺវិជេកិច្ឆានុសយៈសេចក្តីសង្ស័យនៅក្នុងសន្តានចិត្តរបស់សត្វសង្ស័យថាខ្លួនឯងនឹងកើតវិជាតិមុនមកនឹងបានធ្វើធម៌នឹងអត់ប្រព្រឹត្តធម៌នឹងអត់សង្ស័យថាទៅអតីតជាតិទៀតនឹងខ្លួនឯងនឹងកើតទៅជាស្អីកើតទៅជាមនុស្សកើតជាទេវតាកើតជាព្រហ្មសង្ស័យថាការប្រព្រឹត្តប្រណិប័តធម៌នេះពេលបច្ចុប្បន្នហ្នឹងបានសម្រេចអត់ណដូច្នេះការសង្ស័យរបស់សត្វលោកដែលមិនមានទីបញ្ចប់នេះប្រសិនបើសត្វទាំងអស់នោះចងភ្ជាប់នៅសេចក្តីសង្ស័យអំពីអតីតបច្ចុប្បន្នអនាគតការសន្សំរបស់សត្វនោះសេចក្តីសង្ស័យវានឹងមានតទៅទៀតទី5គឺមីនានុសយៈសត្វលោកគឺមានមីនះសេចក្តីប្រកាន់ខ្លួនប្រកាន់ថាខ្លួននឹងគឺជាខ្លួនរបស់អញភ្នែករបស់អញត្រចៀករបស់អញដៃរបស់អញជើងរបស់អញអ្វីទាំងអស់គឺជារបស់អញទាំងអស់មិនមែនជារបស់នរណាព្រះសម្មាសម្ពុទ្ធប្រងសម្ដែងថាខ្លួនរបស់សត្វជាអនិច្ចលក្ខណៈស្ថិតនៅក្នុងអនិច្ចលក្ខណៈជារបស់មិនទៀងជារបស់ទុក្ខមិនមែនជារបស់ខ្លួនក៏ប៉ុន្តែសត្វលោកប្រកាន់ថាជារបស់ខ្លួនជារបស់ល្អជារបស់ប្រពៃប្រកាន់ថារបស់ខ្លួនអញ្ចឹងទៅខំថែខំរក្សាស្អិតស្អាងមិនឲ្យមានខូចមិនឲ្យមានខាតទេព្រោះជារបស់អញការធ្វើធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យលះមិនត្រូវជាប់មិនត្រូវជំពាក់ក៏ប៉ុន្តែសត្វទាំងអស់នោះគិតថាមិនត្រូវលះចោលទេគឺជារបស់ខ្លួនឯងមានតែប្រកាន់មានតែថែមានតែរក្សាឲ្យល្អតទៅទៀតតែការប្រកាន់របស់សត្វទាំងអស់នេះទីបំផុតគឺត្រូវបោះបង់ចោលនៅអ្វីដែលសត្វទាំងអស់នោះគិតថាជារបស់ខ្លួនទាំងរូបរាងកាយទាំងខ្លួនឯងទាំងកូនទាំងប្រពន្ធទាំងក្រុមគ្រួសារទាំងអស់មិនមែនជារបស់ខ្លួនគឺជារបស់ដែលប្រែប្រួលទៅតាមធម្មជាតិមិនអាចថិតថេរជារកាលបានទី6ភវរាគានុសយៈធម្មជាតិដែលដេកសំងំដល់ល្អិតនៅក្នុងសន្តានរបស់ពួកសត្វគឺសេចក្តីជាប់ជំពាក់នៅក្នុងភពការជាប់ជំពាក់នៅក្នុងភពរបស់សត្វនេះมันអាចដោះស្រាយបានព្រោះតែការចងជាប់ជាច្រើនចំនួនជាច្រើនជាតិមកហើយជាប់នៅក្នុងភពនេះគឺសត្វទាំងអស់នោះតែងតែគិតថាខ្លួនឯងនេះកើតនៅក្នុងត្រកូលអ្នកក្រចង់តែកើតនៅក្នុងត្រកូលអ្នកមានចង់ទៅកើតនៅក្នុងត្រកូលដ៏ស្រុកស្ដំខ្លួនកើតនៅក្នុងត្រកូលអ្នកក្រចង់ទៅកើតក្នុងត្រកូលអ្នកអុកញ៉ាអាយដាមគិតថាបើខ្លួនឯងបានទៅកើតនៅក្នុងទីនោះកន្លែងនោះមិនដឹងជាស័ក្តិសមមិនដឹងជាល្អប៉ុណ្ណាចង់ទៅកើតនៅក្នុងត្រកូលស្ដេចចង់ទៅកើតនៅក្នុងត្រកូលមន្ត្រីនៃការជាប់ជំពាក់របស់សត្វនៅក្នុងភពគឺវាមានច្រើនជាតិច្រើនរយកាប់ណាស់មកហើយដែលសត្វបានសន្សំទើបបានយើងទាំងអស់គ្នានេះមិនអាចគេចរួចអំពីភពទាំងអស់នៅបានមនុស្សសឹងតែគ្រប់គ្នាទាំងអស់គិតថាខ្លួនឯងកើតមកទីនេះកន្លែងនេះមិនសាកមិនសមបើទៅទីនោះកន្លែងនោះទើបសមទើបល្អទើបប្រពៃឬក៏ថាធ្វើបុណ្យធ្វើកុសលហើយមានចំណងចងនៅក្នុងភពកើតនៅក្នុងកាមភពរូបភពអរូបភពសន្សំតែសេចក្តីប្រាថ្នានៅក្នុងភពនោះមិនចេះចប់មិនចេះហើយសង្សារវដ្តគឺវិលចុះវិលឡើងរបស់សត្វលោកមិនអាចគេចផុតបានព្រោះតែកិលេសដែលជាប់ជំពាក់នៅក្នុងសន្តានរបស់សត្វនេះឯងទី7គឺអវិជ្ជានុសយៈធម្មជាតិដែលដេកសំងំនៅក្នុងខណៈសន្តានរបស់ពួកសត្វគឺអវិជ្ជាសេចក្តីល្ងងខ្លៅសេចក្តីល្ងងខ្លៅនេះគឺមិនអាចសត្វណាមួយមានពន្លឺភ្លឺស្វាងរួចផុតអំពីសង្សារវដ្តនេះបានឡើយសេចក្តីល្ងងខ្លៅវាធ្វើឲ្យសត្វងងឹតវង្វេងដើរគ្មានទិសដៅគ្មានទីពិតគ្មានទីប្រកបដូចជាយើងដើរនៅក្នុងពេលយប់
មិនដឹងជាផ្លូវទៅតាមណាគ្មានភ្លើងចន្លោះគ្មានភ្លើងពិលដើម្បីបំភ្លឺឲ្យភ្លឺចេះតែដើរព្រាវរាវទៅដើរបុកព្រៃដើរធ្លាក់បលាយធ្លាក់លូព្រោះអីព្រោះតែងងឹតយ៉ាងណាមិញសត្វដែលអវិជ្ជាគ្មានវិជ្ជានៅក្នុងខ្លួនមិនចេះមិនដឹងអំពីវិធីនៃការដោះស្រាយអ្វីនីមួយនោះទេវាធ្វើឲ្យសត្វនឹងកាន់តែប្រព្រឹត្តធ្វើនៅអំពើអាក្រក់ថែមទៅទៀតដូចជានានាជននៅក្នុងសកលលោកយើងទាំងមូលនេះការប្រព្រឹត្តធ្វើនៅអំពើបាបការកាប់ការសម្លាប់អីជាដើមនោះគឺជាបំណងប្រាថ្នារបស់សត្វទាំងអស់មានការត្រេកត្រអាលមានការត្រេកអរឥតឧបមាចំពោះការកាប់ការសម្លាប់គឺជាសេចក្តីពេញចិត្តរបស់សត្វទាំងអស់នោះប្រសិនបើយើងទៅហាមយើងទៅប្រាមគេមិនឲ្យគេធ្វើអ្នកទាំងអស់នោះគេនឹងមានសេចក្តីថ្នាំងថ្នាក់អាអន់ចិត្តតែគេមិនដឹងថាកម្មឬក៏អំពើដែលខ្លួនបានធ្វើនោះវានឹងនាំឲ្យសត្វទាំងអស់នោះទៅកើតនៅក្នុងអាបាយគឺទុក្ខទេនរកនោះទេសត្វដែលអាចរួចអំពីសេចក្តីងឹតល្ងងទៅបានលុះតែមានវិជ្ជាគឺសេចក្តីភ្លឺស្វាងយល់ឃើញច្បាស់អាចយល់ឃើញច្បាស់ទៅបានដឹងទៅបានមានតែការសិក្សាធម៌អាធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទេទើបបានដឹងយល់ថាម៉េចយល់ថាប្រសិនបើខ្លួនធ្វើអំពើអាក្រក់អំពើបាបនឹងទៅកើតក្នុងនរកប្រេតអសុរកាយបើខ្លួនឯងធ្វើអំពើល្អនឹងបានទៅកើតនៅក្នុងសុគតិសួគ៌ទេវលោកលោកទេសត្វបានសិក្សាបានរៀនសូត្រយល់ច្បាស់ទើបបានសត្វទាំងអស់នោះរួចផុតចាកនៅកិលេសគឺអវិជ្ជាទាំងអស់នេះអំពីលោកនេះអាចទៅកាន់លោកខាងមុខនោះបានលោកត្រាតែមានវិជ្ជាដោយពិតប្រាកដវិជ្ជាគឺជាបញ្ញាប្រាជ្ញាការយល់ដឹងការយល់ឃើញត្រឹមត្រូវល្អតាមគន្លងនៃឱវាទរបស់ព្រះសម្មាសម្ពុទ្ធសត្វណាដែលប្រព្រឹត្តធ្វើនៅអំពើអាក្រក់សត្វនោះនឹងរងទុក្ខទោសនៅក្នុងវដ្តៈនៅក្នុងទុក្ខទាំង12កងកាលណាបើសត្វទាំងអស់នោះបានសិក្សារៀនសូត្របានដឹងអំពីសេចក្តីទុក្ខលំបាករបស់សត្វច្បាស់លាស់ពុតប្រកបហើយនឹងសន្សំបុណ្យសន្សំកុសលសន្សំអំពើល្អទុកជាទ្រព្យទុកជាសម្បត្តិទុកជាមរតកដ៏ប្រពៃសម្រាប់ខ្លួនឯងក្នុងបច្ចុប្បន្ននិងអនាគតកាលគឺធ្វើតែអំពើល្អបំពេញតែបុណ្យបំពេញតែកុសលដូច្នេះសត្វអាចរួចអំពីកិលេសនេះទៅបានលុះត្រាតែសត្វទាំងអស់នោះមានវិជ្ជាមួយដោយពិតប្រាកដទើបអាចរួចផុតចាកអំពីកិលេសនៅក្នុងខណ្ឌសន្តានរបស់សត្វទាំងអស់នោះបានដូច្នេះការបកស្រាយរបស់ខ្ញុំបករណាមកប៉ុណ្ណេះអំពីអនុស្សយៈកិលេសជាគ្រឿងដេកត្រាំនៅក្នុងសន្តានទាំង7នេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងសូមអនុមោទនា